សួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងតែរស់នៅក្នុងប្រទេសជប៉ុននិយាយចឹងអ្នកទាំងអស់គ្នាមានដឹងថា app TikTok ដែលអ្នកទាំងអស់គ្នាកំពុងតែប្រើរាល់ថ្ងៃហ្នឹងគឺវាអាចកំងអីវ៉ាន់ក៏ដូចជាសម្ភារៈប្រើប្រាស់មួយចំនួនបានច្រើនខ្លាំងមែនទែនហើយចំពោះតម្លៃវិញគឺវាមានតម្លៃធូរថ្លៃខ្លាំងមែនទែនបើប្រៀបធៀបជាមួយនឹង app ផ្សេងៗនៅក្នុងប្រទេសជប៉ុនហើយថ្ងៃនេះដែរគឺខ្ញុំនឹងមកប្រាប់បងប្អូនអំពីរបៀបបង្កើតផងដែរដើម្បីបងប្អូនងាយស្រួលក្នុងការទិញអីវ៉ាន់អញ្ចឹងកុំភ្លេចបងប្អូនចុច link នៅខាងលើហើយកុំភ្លេច share ម្នាក់មួយផងបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់បងប្អូននេះគឺជា channel YouTube របស់ខ្ញុំហើយខ្ញុំនឹងបង្ហោះវីដេអូនេះនៅក្នុង channel របស់ខ្ញុំនេះបងប្អូនគ្រាន់តែចូលទៅកាន់ទូរស័ព្ទដៃរបស់បងប្អូនហើយចូលទៅកាន់ TikTok ហើយបងប្អូនចូលទៅកាន់ Home រូបផ្ទះបន្ទាប់មកបងប្អូនប្រកាសជាឃើញពាក្យនៅខាងលើនេះគឺមានសពអញ្ចឹងបងប្អូនចុចទៅខាងលើហ្នឹងបន្ទាប់មកបងប្អូនមើលអីវ៉ាន់មួយណាដែលបងប្អូនចង់បានឥឡូវខ្ញុំឧទាហរណ៍អីវ៉ាន់អាវបន្ទាប់មកបងប្អូនមើលតម្លៃហើយនឹងមើលពណ៌ហើយបងប្អូនចុចពាក្យទិញហើយបងប្អូនចុចពាក្យទិញទៀតចុចពាក្យក្រហមនេះអញ្ចឹងវាអត់ទាន់ឲ្យទៅទេគឺយើងឲ្យរើតម្លៃនិងផ្សាយសិនអញ្ចឹងខ្ញុំរើពណ៌នេះហើយនឹងពណ៌ខ្មៅផ្សាយ M ហើយនឹងពណ៌ខ្មៅបន្ទាប់មកចុចពាក្យទិញបន្ទាប់មកកន្លែងនេះជាចំណុចសំខាន់មួយដែលយើងបង្កើត account ហ្នឹងហើយបងប្អូនហើយអ្វីដែលគេចង់បានគឺចង់បានអាសយដ្ឋាននិងទីតាំងរបស់យើងច្បាស់លាស់ដើម្បីអ្នកដឹកគឺងាយស្រួលដឹកមកដល់យើងហើយចំពោះការបង់លុយអីក៏ងាយស្រួលដែរអញ្ចឹងបងប្អូនចុចពាក្យខាងលើនេះពាក្យ address អញ្ចឹងយើងដាក់អាសយដ្ឋានយើងចូលបន្ទាប់មកកន្លែងនេះបងប្អូនពេញឈ្មោះបងប្អូនទាំងតកូលទាំងឈ្មោះពេញខ្ញុំឧទាហរណ៍ថាឈ្មោះរបស់ខ្ញុំឥឡូវខ្ញុំបំពេញរួចហើយនៅខាងក្រោមនេះបន្ទាប់មកគឺគេឲ្យបំពេញឈ្មោះយើងជាអក្សរជប៉ុនគឺកាតាកាណាអញ្ចឹងខ្ញុំបំពេញមកជាអក្សរជប៉ុននេះឈ្មោះរបស់ខ្ញុំតកូលហើយបំពេញឈ្មោះខ្ញុំមកនេះឥឡូវខ្ញុំបន្ទាប់ពីខ្ញុំបំពេញឈ្មោះរួចរាល់ហើយនៅខាងក្រោមនេះគឺ poster code អញ្ចឹងអាហ្នឹងគឺជាកូដប្រៃសណីអញ្ចឹងប្រៃសណីបងប្អូនគឺប្រើលេខអីគឺបងប្អូនដាក់ហ្នឹងមកអាហ្នឹងជា Yubin Shoku ក៏ដូចជាលេខប្រៃសណីលេខ poster របស់គេអញ្ចឹងណាអញ្ចឹងយើងចូលវាយលេខប្រៃសណីរបស់យើងមកគឺខ្ញុំវាយលេខប្រៃសណីរបស់ខ្ញុំនេះដល់ពេលដែលបងប្អូនវាយបញ្ចូលរួចហើយវានឹងលោតមកឲ្យថាវាទីតាំងណាអញ្ចឹងយើងចុចខាងលើហ្នឹងមកវានឹងលោតមកថាវានៅទីក្រុងណានៅកន្លែងការងារកន្លែងណាវាលោតឲ្យពេញខាងក្រោមនេះរួចជាស្រេចហើយចំណុចបន្ទាប់មកគឺ address ហើយទីនេះដែរគឺជាអាសយដ្ឋានបងប្អូនគឺបងប្អូនកុំភ្លេចណាពេញអាសយដ្ឋានបើសិនជាបងប្អូនពេញអាសយដ្ឋានខុសគឺការដឹកអីវ៉ាន់ហ្នឹងគឺអត់មកដល់យើងទេប្រកាសជាដឹកខុសហើយទីនេះគឺជាឧទាហរណ៍ថាបងប្អូនកំពុងតែនៅបន្ទប់ជួលឬក៏អីចឹងគឺបងប្អូនពេញលេខបន្ទប់លេខអីមកហើយនេះគឺជាអាសយដ្ឋាននៅខាងលើហើយលេខបន្ទប់លេខអីមកបន្ទាប់ពីបងប្អូនបំពេញរួចរាល់ហើយនៅខាងក្រោមនេះគឺយើងបំពេញលេខទូរស័ព្ទរបស់បងប្អូនកំពុងតែប្រើហ្នឹងបើសិនជាអត់មានលេខទូរស័ព្ទទេគឺយើងអត់អាចបង្កើតបានទេហើយចំពោះនៅខាងក្រោមនេះគឺជា Gmail របស់ទូរស័ព្ទដែលបងប្អូនកំពុងតែប្រើហ្នឹងនៅពេលដែលអីវ៉ាន់វាដឹកមកដល់ណាគឺវាផ្ញើសារមកយើងហើយចូលនៅ Gmail របស់យើងហើយថាអីវ៉ាន់វាបានដាក់មកហើយអីវ៉ាន់វាបានចេញមកហើយអញ្ចឹងគឺ Gmail នេះក៏ជាចំណុចសំខាន់មួយដែរសម្រាប់ការតាមដានអីវ៉ាន់របស់បងប្អូនបន្ទាប់ពីបងប្អូនពេញ Gmail ឬក៏លេខទូរស័ព្ទត្រឹមត្រូវហើយអស់គឺបងប្អូនចុចពាក្យ save ទៅគឺអូខេហើយបងប្អូនអាចកំងទិញបានហើយនេះគឺជាអាសយដ្ឋានដែលខ្ញុំបានពេញរួចរាល់ហើយគឺខ្ញុំដាក់ឈ្មោះរបស់ខ្ញុំហើយនៅខាងក្រោមនេះគឺឈ្មោះជាភាសាជប៉ុនហើយជាលេខប្រៃសណីដល់ពេលដែលយើងបំពេញលេខប្រៃសណីហើយគឺវាលោតឲ្យខាងក្រោមនេះហើយថាយើងនៅទីតាំងណាដោយសារតែប្រៃសណីនេះគឺបញ្ជាក់ទីតាំងរបស់យើងរស់នៅហើយចំពោះកន្លែងនេះគឺអាសយដ្ឋានដែលខ្ញុំរស់នៅហើយលេខទូរស័ព្ទក៏ខ្ញុំបានពេញដែរហើយចំណុចសំខាន់បំផុតនោះគឺ Gmail គឺអត់អាចខ្វះបានទេបន្ទាប់មកគឺយើងចុច save បន្ទាប់ពីយើងចុច save ហើយគឺយើងចុច save បន្តទៀតមកហើយចំពោះការបង់ប្រាក់បើសិនជាបងប្អូនសម្រាប់ចិត្តយកអីវ៉ាន់ហ្នឹងហើយគឺមានបង់ប្រាក់តាម Apple Pay ហើយនឹង Visa ហើយនឹង PayPal ហើយចំណុចដែលបងប្អូនងាយស្រួលក្នុងការបង់នោះគឺបងប្អូនចូលខាងក្រោមនេះអញ្ចឹងបងប្អូនចូលកន្លែង view ហ្នឹងមកនេះវាលោតឲ្យបងប្អូនគឺសម្រាប់ខ្ញុំគឺខ្ញុំតែងតែយកខាងក្រោមនេះគឺបង់នៅតាម Family Mart ក៏ដូចជា Lawson Family Mart ក៏ដូចជាកន្លែងលក់អីផ្សេងៗហ្នឹងនិយាយទៅវាបាន4កន្លែងនេះនិយាយទៅបងប្អូនប្រកាសជាស្គាល់ហើយ Lawson ហើយនិង Family Mart គឺនៅចិត្តកន្លែងបងប្អូនស្នាក់នៅហ្នឹងគឺមានអញ្ចឹងបន្ទាប់ពីយកអាហ្នឹងមកគឺយើងចុច save ហើយបន្ទាប់មកគឺយើងមើលពីតម្លៃនៃការ total នេះជាតម្លៃសរុបរបស់អីវ៉ាន់អញ្ចឹងគឺអីវ៉ាន់គឺអស់ 1000 ជាងទៅលើថ្លៃដឹកហើយនេះគឺជាថ្ងៃខែដែលថ្ងៃខ
ខែដឹកអីវ៉ាន់មកដល់ចន្លោះពីថ្ងៃទី25រហូតដល់ថ្ងៃទី1អញ្ចឹងក្នុងចន្លោះថ្ងៃហ្នឹងគឺអីវ៉ាន់យើងមកដល់ហើយចំពោះតម្លៃនៃអីវ៉ាន់គឺថ្លៃដឹកគឺអស់350អញ្ចឹងយើងចុចពាក្យនេះមកបន្ទាប់មកវានឹងផ្ញើសារមកកាន់បងប្អូនហើយឲ្យបងប្អូនយកលេខកូដទាំងអស់នេះដើម្បីទៅបង់លុយនៅ Family ឬក៏ Seven ហើយបើសិនជាបងប្អូនចូលកន្លែងនេះប្រកាសជាវា load QR code មកហើយអញ្ចឹងយើង screenshot វាមកបើសិនជាបងប្អូនចូលកន្លែងនេះគឺងាយស្រួលខ្លាំងមែនទែនបងប្អូនគ្រាន់តែឲ្យអ្នកគិតលុយនៅក្នុង Family Mart ហ្នឹងប្រាប់គេទៅគេនឹងគិតលុយឲ្យហើយគេនឹង scan code ហ្នឹងទៅគឺយើងបង់លុយជាមួយនឹងគេហ្នឹងគឺងាយស្រួលខ្លាំងមែនទែនអញ្ចឹងខ្ញុំចុចពាក្យដល់មកអញ្ចឹងអីវ៉ាន់យើងគឺកំងបានហើយហើយនៅពេលដែលបងប្អូនទៅម៉ាតបង់លុយរួចរាល់ហើយវានឹងផ្ញើសារមកបងប្អូនម្ដងទៀតហើយបងប្អូននឹងអូខេហើយសម្រាប់អីវ៉ាន់ហ្នឹងហើយវានឹងដឹកមកទៅកាន់តាមថ្ងៃនៅចន្លោះថ្ងៃដែលវាបានកំណត់មកណាបងប្អូនហើយអញ្ចឹងកុំភ្លេចចុច Subscribe ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តតែប៉ុណ្្នឹងទេបាយបាយ